Bạnទឹកខ្មុំទាល់តែវាមានសភាពឡើងបាត់ចិត្តបែបនេះទើបហៅថាគុណភាពល្អលេខ1អញ្ចឹងវាកើតឡើងបានអាស្រ័យទៅលើកត្តាធម្មជាតិដូចជារុក្ខជាតិដែលវាបញ្ចេញទឹកដមបានខ្លាំងបូករួមទាំងខ្មុំយើងវាខ្លាំងផងដែរបើសិនជារុក្ខជាតិវាបញ្ចេញទឹកដមខ្លាំងប៉ុន្តែខ្មុំយើងខ្សោយក៏វាអាចមានសភាពក្បាលទឹកបែបនេះដែរហើយក្បាលទឹកបែបនេះនៅពេលដែលវាពេញបកងក្រោមអស់អញ្ចឹងខ្មុំវាចាប់ផ្ដើមសង់ឡើងលើហើយបងប្អូនមើលសភាពខ្មុំគឺពេញណែនអញ្ចឹងនៅពេលដែលវារកកន្លែងដាក់ទឹកមិនបានគឺវាចាប់ផ្ដើមសម្រុកសង់វាបន្ថែមទៅលើក្បាលទឹកហើយនេះគឺធម្មជាតិដែលខ្មុំបង្កើតឡើង 100% បងប្អូនមិនដូចក្បាលទឹកនៅប្រអប់ដែលគេលក់ជាប្រអប់ស្អាតអាហ្នឹងគេឧតកមួនថែមដើម្បីឲ្យវាសង់តាមកម្រិតដែលគេចង់បានតែអានេះគឺធម្មជាតិហើយល្អប្រើសម្រាប់អ្នកដែលស្រឡាញ់សុខភាពខ្ញុំរីកមិនឲ្យប្រើប្រភេទក្បាលទឹកដែលវាប្រភេទនេះគឺល្អវាធម្មជាតិខ្មុំដែលបង្កើតឡើងដោយផ្ទាល់របស់វាមកវាមិនមានអីធ្វើអីវាទេនៅពេលដែលវាសម្បូរទឹកដមគឺវាបន្ថែមមកលើក្បាលកម្របនឹងបន្តទៀតចាំបងប្អូនមើលសភាពវាទៅគឺបិទចិត្តល្អអញ្ចឹងគេហៅថាក្បាលទឹកគុណភាពហើយបច្ចុប្បន្ននេះគឺអត់មានទេហើយនេះតែខែប្រាំងពេញទីបានវាមានបាទ